បាទសូមគោរពនឹងជំរាបសួរសាជាថ្មីម្ដងទៀតចំពោះប្រិយមិត្តទាំងអស់ដែលកំពុងតែតាមដានស្ដាប់និងទស្សនានៅវីដេអូខ្លីមួយនេះខ្ញុំសូមដកយកព័ត៌មានមួយដែលនៅក្នុង website របស់ប្រជាប្រិយជា website ក្នុងស្រុករបស់យើងតាក់ទងជាមួយនឹងកមារីដែលគាត់បានប្រឡង The Voice Kids កាលពីពេលថ្មីនេះគឺកមារីខុយមីហៀងបាទហើយខុយមីហៀងដែលមានចំណងជើងធំថាម្ដាយកុមារីខុយមីហៀងទំលាយពីខ្សែជីវិតដ៏ជូរចត់ក្នុងគ្រួសារគណៈកម្មវិធីលំដាប់ពិភពលោក The Voice Kids Cambodia ចាប់ផ្ដើមដំណើរការតាមកញ្ចក់ទូរទស្សន៍ភ្លាមគេសង្កេតឃើញថាមានកុមារីពោពេញទៅដោយទេពកោសល្យនិងសមត្ថភាពជាច្រើនរូបបានចូលរួមបញ្ចេញសមត្ថភាពរបស់ខ្លួននៅចំពោះមុខគណៈកម្មការក៏ដូចជាទស្សនិកជនទាំងមូលផងដែរប៉ុន្តែក្រោយពីកម្មវិធីដ៏ល្បីមួយនេះបានដាក់ឲ្យដំណើរការបានមួយសប្តាហ៍រួចមកក្នុងនោះគេសង្កេតឃើញថាមហាជនជាច្រើនបានចាប់អារម្មណ៍ទៅលើកុមារីម្នាក់ឈ្មោះខុយមីហៀងដោយសាររូបគេមានទឹកដមសម្លេងពីរោះហើយអ្វីដែលជាពិសេសជាងនេះទៅទៀតនោះគឺកុមារីរូបនេះមានប្រវត្តិគ្រួសារដ៏សែនកំសត់ធ្វើឲ្យខូចអោសគងកញ្ញានិងទស្សនិកជនជាច្រើនអាណិតរហូតទប់ទឹកភ្នែកមិនបានទេផងបើយោងតាមការឲ្យដឹងពីសារព័ត៌មានក្នុងស្រុកមួយអ្នកស្រីសៀនតេងសនម្ដាយរបស់កុមារីខុយមីហៀងបានរៀបរាប់ថាសប្តាហ៍ថ្ងៃអ្នកស្រីប្រកបមុខរបរលក់ដូរនំក្រូចនំអន្សមបន្តិចបន្តួចដើម្បីចិញ្ចឹមជីវិតក្នុងអំឡុងពេលនេះអ្នកស្រីត្រូវដើរតួជាម្ដាយផងជាឪពុកផងព្រោះថាស្វាមីរបស់អ្នកស្រីបានទទួលមរណភាពទៅហើយដោយសារជំងឺបណ្ដាលមកពីការទទួលទានស្រាច្រើនពេកដូច្នេះហើយបន្ទុកគ្រួសារទាំងមូលត្រូវធ្លាក់មកលើអ្នកស្រីតែម្នាក់ឯងក្នុងនោះម្ដាយកុមារីអាយុ12ឆ្នាំខុយមីហៀងក៏បានបន្ថែមទៀតថាពេលស្វាមីនៅរស់ក៏មិនបានជួយសម្រាលបន្ទុកអ្នកស្រីច្រើនណាស់ដែរពោលគឺដឹងតែទានលុយផឹកស្រាតែប៉ុណ្ណោះជាមួយគ្នានេះដែរអ្នកស្រីត្រូវរ៉ាប់រងកិច្ចការទាំងអស់ទាំងការងារប្រុសទាំងការងារស្រីដើម្បីជីវភាពគ្រួសារមិនតែប៉ុណ្ណោះអ្នកស្រីសៀនតេងសនដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺរូបនេះក៏បានបន្តទៀតថានៅពេលដែលស្វាមីទទួលមរណភាពគឺចំពេលដែលកំពុងតែរៀបចំសាងសង់ផ្ទះមិនទាន់រួចរាល់ផងក៏ត្រូវធ្វើពិធីបុណ្យសពស្វាមីមុនបាត់ទៅហើយសប្តាហ៍ថ្ងៃអ្នកស្រីពុំមានអ្វីទាំងអស់មានតែសម្បកផ្ទះតែប៉ុណ្ណោះបាទពិតជាកំសត់មែនទែនខ្ញុំទទួលស្គាល់ថាប្អូនស្រីពិតជាជាងប្អូនមែនបងស្រីគឺជាអនាគតការចម្រៀងហើយសង្ឃឹមថាទាំងអស់គ្នានៅតែគាំទ្រប្អូនស្រីគាត់ពិតជាលំបាកហើយប៉ុន្តែគាត់មានទេពកោសល្យចម្រៀងហើយបើសិនជាយើងគាំទ្រគាត់បន្ថែមទៅគាត់រត់តែមានកម្លាំងចិត្តទៅថ្ងៃក្រោយគាត់អាចនឹងវិវត្តខ្លួនទៅធ្វើអ្វីផ្សេងបន្ថែមទៀតបាទនេះហើយគឺជាព័ត៌មានតាក់ទងជាមួយនឹងប្អូនស្រីដែលប្រឡង The Voice Kids កាលពីពេលថ្មីនេះផងដែរសម្លេងដល់ព្រោះហើយព័ត៌មានតាក់ទងជាមួយនឹងប្អូនស្រីដ៏កំសត់មួយនេះក៏បានបញ្ចប់ទៅហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាស្រឡាញ់និងគាំទ្រប្អូនហើយសង្ឃឹមថាជួបគ្នាម្ដងទៀតនៅព័ត៌មានថ្មីក្រោយបន្តទៀតជាមួយខ្ញុំបាទផ្ទាល់នៅក្នុង channel របស់ខ្ញុំបាទផ្ទាល់បាទសូមអរគុណសូមជម្រាបលា